បាទគ្រប់ជួយសុខមកបងប្អូននេះជារបៀបនៃការលាយចំណីសម្រាប់យើងញាស់ពងរុយណាហើយនេះគឺជាចំណី1គីឡូបើសិនជាពូជចាប់ពីកន្លះខាំទៅ1ខាំយើងអាចលាយទៅ3ទៅ5គីឡូអញ្ចឹងអានេះគឺជាប្រភេទចំណីមាន់ហើយយើងលាយជាមួយនឹងទឹក1លីត្រកន្លះបងអញ្ចឹងទឹក1លីត្រកន្លះខ្ញុំចាក់ទឹកយើងធម្មតាហ្នឹងយើងច្បល់មកអញ្ចឹងខ្ញុំច្បល់ហើយខ្ញុំថតវីដេអូពេញឲ្យមើលក្រោយពេលដែលលាយហើយគឺបងប្អូនអាចពង្រាយវាអញ្ចឹងមកហើយបន្ទាប់មកយើងយកពងរុយយកមកដាក់ណានេះបងប្អូននេះសម្ភារៈងាយៗណាចេញយកឈើក៏បានដែរក៏បានដោយសារខ្ញុំប្រើត្រេនេះសម្រាប់ភ្នោះជាប្រចាំអញ្ចឹងបងប្អូនមានកានប្រើកានមានកធុនយើងប្រើកធុនហើយខ្ញុំប្រើសម្ភារៈបែបនេះហើយសារយើងធ្វើហើយបងអត់មានទេយើងកេះกระดาษស្នោឬមួយក៏កាសกระดาษកេះกระดาษក៏បានដែរបើដាក់មកជុំអញ្ចឹងទៅហើយយើងយកกระดาษជូតមកដាក់ពីលើអញ្ចឹងអានេះដោយសារខ្ញុំប្រើនេះជាសម្ភារៈរងថ្ងៃហើយអានេះចំណែកពងរុយអញ្ចឹងពងរុយដែលយើងជាវយកទៅវាមានជាប្រអប់ហើយអញ្ចឹងបងប្អូនមិនបាច់ខ្វល់រឿងហ្នឹងទេអញ្ចឹងក៏យើងដាក់អញ្ចឹងមកហើយបន្ទាប់មកយើងយកឲ្យសម្ភារៈឬអាចថាកូនចង្កឹះអីហ្នឹងទៅយើងកាយវាបំបែកអញ្ចឹងណាភាសាខ្ញុំអត់មានកូនចង្កឹះចិត្តខ្លួនហើយអាហ្នឹងគឺយើងយកភ្ញាស់ពងរុយគឺបែបហ្នឹងយើងកាយវាបែកសពមកថ្នមហើយក្រោយពេលយើងធ្វើបែបហ្នឹងហើយយើងយកកញ្ច្រែងមកគ្របពីលើតែពួកខ្ញុំមានទូអញ្ចឹងខ្ញុំដាក់ចូលក្នុងទូអាហ្នឹងគឺរបៀបភ្ញាស់គឺប៉ុណ្្នឹងទេយើងតាមដានវា3 4ថ្ងៃបន្ទាប់មកឃើញកូនតកៅវាស៊ីនេះហើយបានយើងចាប់ដើមរៀបចូលក្នុងអាងអញ្ចឹងវីដេអូបន្តហ្នឹងគឺយកកូនតកៅហ្នឹងទៅដាក់ក្នុងអាងចាំអរគុណច្រើនបាទអរគុណ